ដងឡប់បើកបោប្រកបដោយភាពជឿជាក់បាទសូមស្វាគមន៍មកកាន់វគ្គសាររបស់ប្រជាពលរដ្ឋនៅថ្ងៃនេះយើងមានសារប្រជាពលរដ្ឋដល់ទៅ3ហើយនឹងដកស្រង់ចេញពីបណ្ដាញទំនាក់ទំនងសង្គម Facebook មួយជាដំបូងនេះគឺជារឿងគួរឲ្យសោកស្ដាយមួយប្រជាពលរដ្ឋបានផ្ញើសារពាក់ព័ន្ធទៅនឹងបរិសម្នាក់ដែលធ្លាក់ពីលើរថយន្តបាទគឺនៅចំណុចភូមិអូរូងឃុំឈូកសស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងបាទនេះគឺជារូបភាពក្រោយពេលដែលគាត់ធ្លាក់ហើយបានបញ្ជូនមកកាន់មន្ទីរពេទ្យគឺបរិសម្នាក់ធ្លាក់លើរថយន្តដូចជាស្លាប់លោកពិសិដ្ឋបាទស្លាប់ទៀតនៅក្នុងនេះគេដាក់ថាស្លាប់បាត់ទៅហើយបាទគឺសាររបស់ប្រជាពលរដ្ឋថាស្លាប់នៅតាមផ្លូវជាតិលេខ5អត់ទាន់ស្គាល់រតសញ្ញាណទេកើតឡើងនៅវេលាម៉ោង1រសៀលថ្ងៃម្សិលមិញនេះបាទនៅភូមិអូរូងឃុំជុកសស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងបាទយើងមិនទាន់បាទនេះរូបភាពនេះមើលទៅដូចជាដូចទាន់ស្លាប់ទេបាទគាត់ប៉ុន្តែគាត់ក្នុងនេះគាត់ថាស្លាប់បាទមិនដឹងថាយ៉ាងម៉េចបាទយើងមើលរូបភាពឥឡូវអារឿងហ្នឹងយើងទុកមិនលើសិនលោកសំភ័ពបាទប៉ុន្តែយើងមើលលក្ខណៈនៃការដឹកជញ្ជូនបាទគាត់សង្ស័យគាត់អង្គុយនៅកែបម៉ូតូហ្មងតែម្ដងព្រោះថានេះសិតតែធុងសកេះរបស់មីបាទសង្ស័យគាត់អង្គុយលើកែបម៉ូតូទៅដល់ពេលបាទយើងមើលកន្លែងអង្គុយដូចអត់មានអីអត់មានក្រៅតែពីកន្លែងអង្គុយលើកេះវាកពិតបាទវាកពិតកេះបាទអញ្ចឹងកែមចិត្តកន្លែងកង់មុខណាលោកពិសេសកង់មុខអញ្ចឹងនឹងយ៉ាងម៉េចបាទអានេះហើយដែលយើងចង់បញ្ជាក់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលធ្វើដំណើរតាមរថយន្តឈ្នួលបាទគុំជិះឲ្យសោះនៅលើតបោឬក្រោយគូតរថយន្តអីឥឡូវជួបគ្រោះថ្នាក់ជាក់ស្ដែងជួបជាក់ស្ដែងនឹងតែបងប្អូនប្រជាពលរដ្ឋយើងតាមរយៈ hotline របស់យើងបានព្យាយាមធ្វើការជម្រាបមក CNC របស់យើងជួយផ្សព្វផ្សាយបន្តថាជិះលើតបោជិះខាងក្រោយតោងទុំលើពីមុខពីក្រោយមិនគឺថាងាយគ្រោះថ្នាក់ណាស់ឥឡូវជួបគ្រោះថ្នាក់មែនបាទជួបមិនមកករណីទេយើងរកករណីច្រើនមកហើយដែលជួបគ្រោះថ្នាក់នោះបាទបញ្ហានេះគឺបងប្អូនប្រជាពលរដ្ឋលោកជ្រាបច្បាស់ខ្លួនឯងថាតើចង់ជិះតម្លៃធូរថ្លៃដែលប្រឈមគ្រោះថ្នាក់បំផុតឬក៏ចង់ជិះតម្លៃសមល្មមដែលមានសុវត្ថិភាពបាទយើងជ្រើសរើសទៅបាទពីពេលនេះទៅជាពិសេសម្ចាស់រថយន្តអញ្ចឹងដែរគួរតែដាក់ពាក្យជ្រើសរើសឲ្យទៅថាតើខ្លួនជាម្ចាស់រថយន្តគួរតែឲ្យម្ចាស់អតិថិជននឹងជិះអញ្ចឹងឬក៏យ៉ាងម៉េចបាទនេះក៏វាជាប់ពាក់ព័ន្ធជាមួយការទទួលខុសត្រូវរបស់អ្នកបើកបរដែរបាទព្រោះថាយើងមិនមែនថាខ្ញុំដឹងថាដឹកឲ្យសុវត្ថិភាពអ្នកដំណើរទទួលខុសត្រូវខ្លួនឯងអត់ទេគាត់ស្ម័គ្រចិត្តដែរឬគាត់ថាអញ្ចឹងបាទគាត់ថាអត់ទេគឺជាការទទួលខុសត្រូវរបស់យើងក្នុងនាមយើងជាអ្នកបើកបរជាម្ចាស់រថយន្តអញ្ចឹងមិនមែនថាគេជិះរថយន្តហ្នឹងគេឲ្យថ្លៃឈ្នួលហើយយើងដឹកគេតម្លាក់មិនស្រាចិត្តទេវាស្ថិតក្នុងរង្វង់នៃការទទួលខុសត្រូវរបស់យើងផ្ដល់សេវាក្នុងការដឹកជញ្ជូនហើយការដឹកជញ្ជូនបកគ្រោះថ្នាក់យើងអាហ្នឹងជាបន្ទុកនៃការទទួលខុសត្រូវរបស់ម្ចាស់រថយន្តឈ្នួលហើយបាទអរគុណបាទនេះគឺជារឿងបាទបរិសម្នាក់ធ្លាក់លើរថយន្តបាទនៅខាងកំពង់ឆ្នាំងឥឡូវយើងងាកមកមើលខេត្តសៀមរាបវិញម្ដងលោកសុភ័ក្រយើងអត់មានរូបភាពទេតែជាប្រដ្ឋលោកផ្ញើសារមកប្រាប់ពាក់ព័ន្ធមួយករណីយើងបានរៀបដូចជានៅបន្ទាយមានជ័យពាក់ព័ន្ធនឹងការដើរឆោបបោប្រជាពលរដ្ឋឲ្យផ្ញើប្រាក់ជ័យបាទផ្ញើប្រាក់នៅធនាគារទៅគឺបានការប្រាក់ខ្ពស់ណាស់ 10% មួយខែបាទគាត់ឈ្មោះទេបាទអត់មានឈ្មោះត្រឹមត្រូវទេតែដល់ពេលឥឡូវនេះនៅខាងខេត្តសៀមរាបប្រជាពលរដ្ឋគាត់ស្ដាប់ឮខាងលោកសំផស្សលោកពិសិដ្ឋនិយាយរឿងនៅបន្ទាយមានជ័យវាដូចនៅខាងខេត្តនេះដែរនៅសៀមរាបណែបាទមានធនាគារមួយដែលមានបុគ្គលិករបស់គេប៉ុន្តែមិនដឹងថាជាបុគ្គលិកឬយ៉ាងម៉េចទេបាទឬក៏ជាក្រុមគេគ្រាន់តែប្រើឈ្មោះធនាគារប៉ុន្តែខ្ញុំជឿថាมันអាចមានទេធនាគារគាត់ប្រាប់ថាធនាគារអនឡាញអូយបកើតបានន័យថាកុហកជាពលរដ្ឋតាមសុកសែនអាចសយ៉ាលដែលលោកអត់ដឹងបាទប៉ុន្តែឥឡូវបងប្អូនជាពលរដ្ឋចេះពីបច្ចេកទេសដឹងចិននេះអនឡាញដែរធនាគារបាទគេប្រាប់ថាជាធនាគារអនឡាញហើយប្រសិនបើបងប្អូនជាពលរដ្ឋផ្ញើប្រាក់នៅធនាគាររបស់គេមានជាកញ្ចប់ផ្ញើលោកសំផស្សបាទមួយកញ្ចប់ហ្នឹងគឺថាផ្ញើគឺទម្រង់របស់គេមួយកញ្ចប់$2000ហើយប្រសិនបើផ្ញើគឺផ្ញើក្នុងរយៈពេលមួយថឺមហើយមួយថឺមខែមួយថឺមគេ3ខែមួយថឺមគាត់8-10ខែចូលលក្ខណៈហួសត្រីមានប្រមាណបាទមួយថឺមនេះគឺថារត់ដាច់មួយស្រុកមកបាទអញ្ចឹងបើបងប្អូនប្រជាពលរដ្ឋផ្ញើប្រាក់$2000ក្នុងកញ្ចប់ទឹកប្រាក់$2000នឹងទទួលបានការប្រាក់10% ក្នុងមួយខែក្នុងរយៈពេលមួយថឺមរបស់គាត់8-10ខែបាទអញ្ចឹងបើយើងគិត
tới màឆ្នាំទទួលបាន 120% បូកនឹង 6 ខែ 60% ទៀត ជិត 200% បាទលើអស់ធនាគារទៅទៀតបាទ ប្រជាពលរដ្ឋឥឡូវហ្នឹងគឺថានៅតំបន់ខ្លះកំពុងតែភ្លក់ទឹកភ្លក់ដីចាញ់បោកធនាគារនោះដែលប្រជាពលរដ្ឋលោកដឹងក៏ផ្ញើសារមកប្រាប់ នេះគឺពីគ្រោះថ្នាក់មែនតើណា បាទលោកថាឥឡូវមានអ្នកខ្លះចាប់ផ្ដើមលក់ដីលក់ស្រែអ្នកខ្លះដល់ថ្នាក់ខ្ចីលុយធនាគារទៀតដោយសារបើឃើញថាអត្រាការប្រាក់ពីធនាគារមកវាថោកបានថោកបាទថ្លៃបាទជាជាងការប្រាក់ដែលទទួលបានពីធនាគារអនឡាញបាទដល់ពេលអញ្ចឹងឥឡូវពពូនគ្នាសម្រាប់ទៅខ្ចីប្រាក់ទៅលក់គោលក់ក្បីឲ្យធនាគារនឹងខ្ចីហើយបាទអញ្ចឹងសូមជំរាបដល់អាជ្ញាធរខេត្តសៀមរាបបាទជាពិសេសភូមិស្រុកនៅក្នុងនេះគាត់អត់បានបញ្ជាក់ថាភូមិស្រុកណាច្បាស់លាស់ទេបាទហើយក៏អញ្ចឹងជំរាបដល់អាជ្ញាធរនៅខេត្តសៀមរាបតែម្ដងបើសិនបើលេចលឺដំណឹងថាប្រជាពលរដ្ឋរបស់លោកនាំគ្នាទៅផ្ញើប្រាក់នៅធនាគារអនឡាញបាទសូមខាត់ប្រជាពលរដ្ឋទៅជាពិសេសគឺសូមមេត្តាខាត់យកមកសួរនាំបាទធនាគារអនឡាញនោះបាទតើធនាគារមានចុះបញ្ជីការត្រឹមត្រូវទេបាទនៅក្នុងនៅធនាគារជាតិនៃកម្ពុជាហើយមានអាជ្ញាប័ណ្ណទទួលស្គាល់ពីខាងណាខ្លះបាទហើយធ្វើសកម្មភាពនេះហើយមានទីតាំងត្រឹមត្រូវអត់បាទប៉ុន្តែខ្ញុំជឿថាករណី 100% គឺករណីឆបោកតែម្ដងមិនមានធនាគារណាមួយហ៊ានផ្ដល់បាទ 10% ត្រូវការប្រាក់ 10% ប្រាក់បញ្ញើហើយរយៈពេលរហូតដល់18 ខែមួយធើមគាត់18 ខែនិយាយធ្វើមើលប្រជាពលរដ្ឋអត់ចេះអង់គ្លេសលោកបាទមួយធើមមួយត្រីមាសហ្នឹងបាទលោកវិសិទ្ធមើលទៅដូចជាលក្ខណៈកាលពីមុនបោកតាមរយៈគណនីផ្ញើលេខ account លេខគណនីមកបាទខ្ញុំជាបុគ្គលិករបស់ធនាគារអញ្ចឹងទៅឥឡូវរូបភាពនេះដូចចេញមកដូចជាយកប្រាក់បញ្ញើមកវិញមើលដូចជាបដូររូបភាពឲ្យក្រុមជនបោកបាទរូបភាពនៃការផ្ញើនេះអាចខែទី1បានខែទី2បានខែទី3អាចរត់ឬក៏អាចបានដែរពីព្រោះថាគេធ្វើសកម្មភាពជាប្រព័ន្ធគេបន្តប្រម៉ូលអញ្ចឹងលោកសំផស្សបាទប្រម៉ូលបានមកយើងច្រើនកាត់ដែរប្រត់តែម្ដងបាទអរគុណយើងបន្តទៅរឿងមួយទៀតលោកសំផស្សបាទរឿងមួយទៀតគឺសាររបស់ប្រជាពលរដ្ឋដែលផ្ញើមកកាន់ CNC Morning Hot Seat របស់យើងខ្ញុំបន្តទៀតនេះគឺក្មេងស្រីលួចកង់របស់គេនៅមុខហាងសូមអញ្ជើញលោកនាងកញ្ញាតាមដានរូបភាពបាទនេះគឺជារូបភាពដែលថតចេញពីកាមេរ៉ាសុវត្ថិភាពដែលដាក់នៅខាងមុខណាបាទនៅខាងហាងគឺលួចកង់បាទយើងមើលរូបភាពទាំងអស់គ្នាសិនបាទជាមួយគាត់ធ្វើម៉ោង 19:27 នាទីថាម៉ោង 7 7 កន្លះយប់ទៅហើយបាទអូនោះបងស្រីនោះហើយនោះបាទនោះបាទគឺខែថ្ងៃទី5បាទថ្ងៃទី5ខែ2នេះឯងបាទម្លងមកប្រហែលថ្ងៃហើយបាទគឺនៅមុខហាងឥឡូវនេះចាប់ផ្ដើមធ្វើសកម្មភាពទៅលើហើយបាទគាត់កវាយហើយអូលោកហើយគួរសោកស្ដាយមែនតើបងស្រីទូចតែមួយសោះបាទឥឡូវយើងមើលករណីនេះទាំងអស់គ្នាថាគេចាប់បានឬក៏មិនចាប់បានទេគាត់ធ្វើដល់អត់ដឹងអញ្ចឹងលោកសំផស្សអាចជាមានឃើញម្ចាស់កង់ឬក៏ម្ចាស់ម៉ូតូដែលគាត់សង្ស័យងាកមកឃើញអញ្ចឹងណាគាត់ទៅដើរទៅផុតបាទត្រឡប់មកវិញប្រហែលជាអាចថាអាកាសអាចបានតំណងថាអាចមានអាកាសនៅបាទគាត់ដើរត្រឡប់មកវិញក្មេងអាយុដូចជា10ផ្លាយឆ្នាំតិចទេ10តែជា11 12ឆ្នាំទេលោក10ផ្លាយឆ្នាំតិចទេហើយរូបភាពមិនឃើញច្បាស់ព្រមុខព្រាលទេបាទមិនតាមរយៈកាមេរ៉ាសុវត្ថិភាពកាមេរ៉ាដូចច្បាស់បាទជាប្រភេទគួរសមដែរបាទនេះកាមេរ៉ាសុវត្ថិភាពបំពាក់នៅលើខាងលើបាយគេពាក់នៅខាងលើទ្វារលោកសំផស្សបាទនោះមកឥឡូវជាមួយសិនតែគាត់អាចបានសម្រេចឬក៏មិនសម្រេចយើងបារម្ភជួថានៅពេលដែលចាប់បានខ្លាចតែគេវាយបាទក្នុងករណីមួយលោកវិសិទ្ធដូចជានៅខាងណាទេគាត់ថាយើងធ្វើថាអធិប្បាយបដាប៉ុន្តែរូបភាពផ្សេងទេរូបភាពហ្នឹងគឺបរិសម្នាក់ក្រុមគ្រួសារមានទាំងសបុតពេទ្យមានអីទៀតថាគាត់ជាមនុស្សវិកលចរិតទេប៉ុន្តែចោទគ្នាថាចោលវាយសម្លាប់កាត់យកកាត់នឹងកំបិតវានឹងដំបងគប់នឹងដុំថ្មអូសយកមកដុតទៀតបាទនៅខាងកំពង់ស្ពឺសាហាវមែនតើមើលទៅរូបភាពមកយើងគិតថាហេតុអីបានជាតម្លៃមនុស្សមិនមានអញ្ចឹងបាទដល់ថ្នាក់អញ្ចឹងទាំងអស់គ្នាណាឥឡូវយើងងាកមកសាច់រឿងយើងវិញនេះបាទចាប់ផ្ដើមមកមួយស្អីមកម្ដងទៀតនេះលើកទី3មែនទេលើកទី3ទល់កង់ហើយបាទចាប់ផ្ដើមបាទ
អូយលោកហើយបាទ នេះយើងបារម្ភថាខ្លាចតែគេចាប់បានអ្នកដែលមិនបានចេះគិតនឹងគេវាយហើយបាទឥឡូវមើលមៀតមិនសិនតែមិនប្រប៉ិនកង់ផងលោកសម្បត្តិ ជិះទៅជិះលឿនអីមិនប្រមាណនឹងបាទមានជិះលឿនអីទេ បាទអរគុណបាទចាំថាលួចបានសម្រាប់ដោយអត់មានអ្នកមកមើលឃើញទេបាទយើងមិនចង់ថាឥឡូវមើលរូបភាពមិញអាណិតដល់ពេលអញ្ចឹងណាលោកពិសិដ្ឋឯលោកសំផស្សអាណិតចោលបាទមែនទេប៉ុន្តែយើងអាណិតចំពោះទង្វើរបស់គាត់វាអត់ស័ក្តិសមបានន័យថាគាត់នៅក្មេងណាស់ចឹងមែនថាអញ្ចឹងដល់ធំមិនធ្វើចោលបាទមែនទេយើងមិនចង់ឲ្យការមាននៅរូបភាពនេះទេកន្លងមកលោកពិសិដ្ឋខ្ញុំឃើញរូបភាពផ្ទាល់មួយនៅម្ដុំចិត្តរ៉ារទេសភ្លើងហ្នឹងបាទចោលម្នាក់ហ្នឹងដូចគេថាចោលទៅឆក់កាបូបម៉ូតូឌុកឆក់កាបូបបាទរូបភាពហ្នឹងគឺឆក់បានទៅដូចជាដួលណាដួលត្រូមអាសាទៅហើយក្នុងហ្នឹងមានបងប្អូនយើងទៅរោមើលអ្នកនៅក្នុងចំវងរោមអត់មានថាឲ្យវាយទេប៉ុន្តែនៅខាងក្រៅវាយទៅបាទអ្នកខាងក្នុងក៏វាយដែរទៅវាយប្រាវទៅគ្មានទេដង្ហើមយ៉ាងរិតមានសល់ទេបាទអរគុណទស្សនិកជនឥឡូវនេះយើងងាកមកមើលបទូអារម្មណ៍វិញតាមតាំងណាហើយងាកមកបទូអារម្មណ៍ពីរូបភាពពីប្រព័ន្ធទំនាក់ទំនងសង្គម Facebook លោកបងបាទប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើនในក្រុមការងាររបស់យើងក៏ដកស្រង់ធ្វើការជម្រាបជូនទស្សនិកជនក្នុងនោះគឺរូបភាពសត្វសំណក់ម្ចាស់គេបរៀនបាទនេះក៏គេធ្វើជារូបភាពជនសង្ស័យបាទលើស្ងៀមលើកដៃឡើងបាទលើកដៃអោមុខចុះបាទជឿនៅត្រង់បាទអោមុខចុះមានងាកមើលមុខបាត់ផ្លែបាទគេបាំងផ្លែលើស្ងៀមអត់មានកម្លាំងបាទហើយដល់ពេលហើយម្ចាស់គេលោកដៃទៅឆែកអាវុធលើស្ងៀមអត់មានមើលមុខបាទលើកដៃឡើងលើស្ងៀមបាទម្ចាស់គេឆែកមើលអាវុធបាទមានធ្លាក់ទុកអាវុធអត់មានតែចាំបែររំចាស់បាទចាអត់មានភ្លើងទៅចាប់បាទព្រោះគេទៅមកគេបាំងមុខបាទម្ចាស់គេស្រីតែអត់មានញើមើលមុខគេដាក់មុខចុះបាត់មានទៀតអត់មានទេទៀតមានតែស្អីមានតែជើងទេបាទមកធ្វើជើងលេទៅនៅក្រោមជើងហ្នឹងប្រហាត់ចេះយ៉ាងនេះបាទមើលគេអោនមុខបាទទៅតំណងខ្លាចហ្មងបាទមើលម្ចាស់គេឆែកបាទឆែករកភ្លើងបាទនៅភ្លើងនេះឆែកឲ្យចឹងបាទពួកចឹងដល់យកទៅតាំងលឿនកដោទៅតាមពួកសត្វកកេហ្នឹងឲ្យដល់ថាមកគឺមកកកេតិចហើយបាទជឿមនុស្សកកេចឹងឆែកឲ្យចឹងមានតែចឹងទៀតមានកភ្លើងទេម្ចាស់គេស្លឹកសួននៅស្គីមលើកដៃឡើងយកឆៃយកសាច់មកដុំជំរាបលោកម្ចាស់អត់មានទេអត់មានមិនបាត់ពីទូតកបាទជំរាបលោកម្ចាស់លៀបចូលពួកអស់អូបាទប្រហែលថ្ងៃនេះខ្ញុំមានអារម្មណ៍ថាដូចជានឹករូបភាពជាពិសេសនឹកសម័យដែលឆ្កែដែលសំណក់បាទលៀបក្រែមក្រហមពេញខ្លួនបាទចាំនឹកសម័យមិនអស់ចិត្តតែចឹងតែសង្សោចរឿងបាទនេះបរៀនចេះមែនទែនបាទអូបាទចេះបាទអទស្សនិកជនជាទីគោរពសូមបទូអារម្មណ៍ប៉ុណ្ណឹងបាទហើយបាទបាទបច្ចេកយើងជួបគ្នាជាបន្តទៀតបាទ